មុនពេលស្លាប់លោកសេនាប្រមុខលន់នល់បាននិយាយថាមនុស្សកើតរាល់ថ្ងៃតែទឹកដីមិនមែនកើតរាល់ថ្ងៃទេកូនខ្មែរត្រូវតែថែរក្សាទឹកដីមួយនេះឲ្យបានគង់វង្សកុំឲ្យដូចប្រទេសចម្ប៉ាលោកសេនាប្រមុខលន់នល់ត្រូវបានគេចាត់ទុកថាជាអ្នកស្នេហាជាតិមួយរូបលោកជាអ្នកនយោបាយនិងជាឧត្តមសេនីយ៍យោធាកម្ពុជាដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា2លើកនិងជារដ្ឋមន្ត្រីការពារជាតិលោកបានដឹកនាំរដ្ឋប្រហារយោធាទម្លាក់សម្ដេចព្រះនរោត្តមសីហនុនិងជាអ្នកបង្កើតរបបសាធារណរដ្ឋខ្មែរនិងជាប្រធានាធិបតីនៅក្នុងរបបនេះលោកជាមនុស្សទី1ដែលចេញមកប្រកាសសង្គ្រាមបណ្ដេញខ្លួនខាងជើងនិងវិតកង់ចេញពីទឹកដីរបស់ខ្មែរលោកលន់នល់កើតនៅថ្ងៃទី13ខែវិច្ឆិកាឆ្នាំ1913នាខេត្តព្រៃវែងក្នុងគ្រួសារខ្មែរដើមកំណើតចិនឪពុករបស់គាត់ឈ្មោះលន់ហិនម្ដាយឈ្មោះនួនគាត់ជាកូនទី2ក្នុងគ្រួសារដែលមានបងប្អូន10នាក់ដែលក្នុងនោះប្អូនប្រុសទី7របស់គាត់ឈ្មោះលន់នល់ជាមនុស្សដែលមានតួនាទីសំខាន់ក្នុងប្រវត្តិសាស្ត្រនយោបាយខ្មែរ